នាងចំណាស់ម្នាក់អាយុ40ឆ្នាំព្រោះតែចង់ភ្លក់រសជាតិប្រុសក្មេងនាងបានចាប់អ្នកកំឡោះម្នាក់ដោយចៃដន្យនៅតាមផ្លូវពួកគេទាំងពីរគឺបែបនេះគំនិតប្រសពដ៏អស្ចារ្យមួយបានកើតឡើងហើយនៅថ្ងៃបន្ទាប់នៅពេលនាងភ្ញាក់ឡើងដោយងុយដេកមើលអ្នកកំឡោះសាច់ស្រស់មុខស្អាតគួរឲ្យទាក់ទាញនាងសែនរំភើបក្នុងចិត្តដើម្បីយកអ្នកកំឡោះជាកម្មសិទ្ធិរបស់ខ្លួនភ្លាមៗនោះនាងបានសូមឲ្យអ្នកកំឡោះនាងតាមលោកពីពេលនេះទៅនាងនឹងផ្ដល់ប្រាក់ចំនួន 18,000 យួនក្នុងមួយខែប៉ុន្តែស្ត្រីមិនដឹងទេអ្នកកំឡោះដែលកំពុងនៅពីលើតាមពិតគឺជាព្រះអង្គម្ចាស់ដ៏មានកិត្យានុភាពនៃទីក្រុងប៉េកាំងជាលទ្ធផលគាត់បានឮថាមានស្ត្រីម្នាក់ចង់ជួយគាត់ទៅវ៉ានៅនឹងកន្លែងប៉ុន្តែស្ត្រីនោះយល់ច្រឡំថាគាត់ខ្វះលុយដោយអះអាងថានឹងផ្ដល់ប្រាក់បន្ថែម 50,000 យួនក្នុងមួយខែសូមឲ្យគាត់នៅទីនោះគ្រប់ពេលដែលនាងហៅគាត់មិននឹកស្មានដល់ឪពុកនាងពិតជាបានទូរស័ព្ទមកសិនតាំងតើអ្នកបានបោកបញ្ឆោតនៅណាឆាប់មកផ្ទះជាមួយខ្ញុំមិនយូរប៉ុន្មានស្ត្រីនោះបានត្រឡប់ទៅផ្ទះវិញជាលទ្ធផលខ្ញុំទើបតែចូលផ្ទះគាត់ត្រូវបានអង្គរៈគ្រប់គ្រងដោយបង្ខំនៅផ្ទះវាប្រែថាឪពុកខ្ញុំចង់តាក់ទាញការវិនិយោគសម្រាប់ក្រុមហ៊ុនតាមពិតក្រុងសម្រាប់គាត់រៀបការជាមួយបុរសអាយុ70ឆ្នាំដើម្បីកម្ចាត់ការគ្រប់គ្រងគ្រួសារស្ត្រីដូច្នេះគាត់ក៏ហៅថាជាព្រះអង្គម្ចាស់នៃរង្វង់រាជធានីវាជាមិត្តប្រុសរបស់ខ្ញុំបើអ្នកណាប៉ះខ្លួនឯងចាំតែគ្រួសារត្រូវវិនាសពិតជាព្រះនាមព្រះអង្គម្ចាស់ភ្លាមៗនោះគ្រប់គ្នាបានស្ងប់ចិត្តប៉ុន្តែវិនាទីបន្ទាប់បងស្រីខ្ញុំនៅតែដឹងដោយសារតែគាត់ដឹងពីទំនាក់ទំនងរបស់បងស្រីគាត់មិនមានវិធីដើម្បីតាក់ទងព្រះអង្គម្ចាស់នៃរង្វង់ប៉េកាំងនោះទេដើម្បីលាតត្រដាងការកុហករបស់បងស្រីខ្ញុំដូច្នេះគាត់បានស្នើអនុញ្ញាតឲ្យគាត់ចូលរួមពិធីខួបកំណើតក្នុងរយៈពេល3ថ្ងៃនាំព្រះអង្គម្ចាស់មកទីនេះយកវាទៅជាមួយអ្នកណាខ្លាចអ្នកណាល្ងងណាស់មនុស្សគ្រប់គ្នាស្គាល់ព្រះអង្គម្ចាស់នៃគ្រួសារហ្វូមិនទៅចិត្តស្ត្រីខ្ញុំចង់ឃើញតើអ្នកនឹងបញ្ចប់ដោយរបៀបណាក្នុងរយៈពេល3ថ្ងៃបន្ទាប់មកស្ត្រីនេះបើតាមតម្រុយដែលផ្ដល់ដោយមិត្តសម្លាញ់របស់ខ្ញុំយើងបានមកដល់បារដែលសម្ដេចតែងតែទៅលេងប៉ុន្តែគាត់មិនទាន់មានរីករាយទៀតផងមិនដឹងថាគាត់មើលទៅដូចអ្វីទេបន្ទាប់មកខ្ញុំត្រូវស្វែងរកដោយចៃដន្យយុវជនមាននិស្ស័យដូចព្រះអង្គម្ចាស់ខ្ញុំមិនរំពឹងថានឹងត្រឡប់មកវិញទេខ្លាចជាអ្នកស្គាល់គ្នាចាស់នេះធ្វើឲ្យស្ត្រីជឿខុសគាត់ចេញមកទទួលការងារឯកជនគ្រាន់តែជាសម្ដេចប្រតិបត្តិការនេះបានធ្វើឲ្យអ្នកមានចំនួនទី2នៅក្នុងរង្វង់ទីក្រុងប៉េកាំងគ្រប់គ្នាមានការងឿងឆ្ងល់បន្ទាប់មកគាត់បានដកកាតធនាគាររបស់គាត់ហើយបោះវាចោលបន្ទាប់មកគាត់បានទាញប្រធានាធិបតីគាត់បានចាក់ចេញដោយមិនមើលទៅក្រោយឪពុកខ្ញុំបង្ខំឲ្យខ្ញុំរៀបការខ្ញុំប្រញាប់ខ្ញុំបានប្រើព្រះអង្គម្ចាស់ជាខែលដើមឡើយខ្ញុំនឹងទៅរកគាត់នៅថ្ងៃនេះគួរឲ្យអាណិតណាស់ដែលខ្ញុំរកមិនឃើញមើលថាតើអ្នកស្អាតប៉ុណ្ណាដូច្នេះមាននិស្ស័យគ្រាន់តែជួយខ្ញុំរងចាំរហូតដល់ឪពុកខ្ញុំជាប់គុកខ្ញុំផ្ដល់រង្វាន់ដល់អ្នក5សែនយ៉ាងមិនដែរតើគាត់ពិតជាល្ងងឬគ្រាន់តែធ្វើពុតជាល្ងងអ្នកពិតជាមិនអាចឃើញវាមែនទេតើខ្ញុំជាមនុស្សពិតឬអ្វីក៏ដោយបន្ទាប់មកខ្ញុំនឹងលេងជាមួយគាត់យល់ព្រមមិនអាចធ្វើវាបានទៀតទេខ្ញុំនឹងទិញសម្លៀកបំពាក់2គូមួយនេះក៏មិនអាក្រក់ដែរបោះចោលទំនិញពីតូបពីមុនរបស់អ្នកតូបលក់ទំនិញតាមដងផ្លូវមែនហើយទិញនេះតម្លៃប៉ុន្មាន300មែនទេវាមើលទៅដូចជាអាវជុះមានផ្លូវដែលអ្នកអាចបោកឪពុកខ្ញុំបានទេអាវនេះតម្លៃ3លានគាត់និយាយពិតថាវាជាការចរចាអ្នករត់តុកយកអ្វីដែលអ្នកទើបតែសាកល្បងខ្ញុំត្រូវការរបស់ទាំងអស់នេះនៅក្នុងដៃរបស់អ្នកយល់ព្រមសរុប2លាន6សែនលោកស្រីតើអ្នកបងប្រាក់យ៉ាងម៉េចឈុតកាត់យល់ព្រមចាំមួយផ្លែតខ្ញុំគ្រាន់តែនិយាយថាវានឹងមិនឈឺចាប់ក្នុងការតាមខ្ញុំទេសំដៅឲ្យមិនគ្រប់គ្រាន់ការទូទាត់បានបរាជ័យតើវាអាចទៅរួចយ៉ាងដូចម្ដេចខ្ញុំមានច្រើនជាង10លាននៅក្នុងនេះអ្នកព្យាយាមម្ដងទៀតសំដៅឲ្យមិនគ្រប់គ្រាន់ត្រូវតែមានអ្វីខុសជាមួយម៉ាស៊ីនរបស់អ្នកព្យាយាមផ្លាស់ប្ដូរម៉ាស៊ីនមិនអីទេសូមរងចាំបន្តិចនៅតែមានទល់ឲ្យភាពមិនគ្រប់គ្រាន់មិនអាចទៅរួចតើវាអាចថាឪពុករបស់ខ្ញុំបង្កកាត់របស់ខ្ញុំបង្ខំខ្ញុំឲ្យរៀបការសិនជាងគូអ្នកពិតជាអៀនខ្មាស់ណាស់សូមទោសអូសម្លៀកបំពាក់ទាំងនេះថ្ងៃនេះសម្រាប់ពេលនេះយើងនឹងកាត់របស់ខ្ញុំអ្នកឈួតហើយអ្នកហ៊ានអូសកាត់ណាមួយតើអ្នកខ្លាចការចាប់ខ្លួនទេហេតុអ្វីបានជាពួកគេចាប់ខ្ញុំនេះគឺជាកាត់ខ្មៅកំពូលនៅក្នុងដៃរបស់អ្នកអាគារទាំងមូលគឺជាកម្មសិទ្ធិរបស់គ្រួសារហ្វូប៉ុណ្ណោះពួកគេគឺជាអសរជនកំពូលអ្នកចង់បានវានៅលើទឹកដីរបស់នរណាម្នាក់ខ្ញុំបានគ្រប់គ្រាន់ក្នុងការរស់នៅជាមួយកាត់ខ្លាំងខ្លាយអ្នកប្រកាសណាស់ថាកាត់របស់ខ្ញុំខ្លាំងខ្លាយជាការពិតណាស់ខ្ញុំមើលថែអ្នកខ្ញុំនៅតែមិនដឹងថាតើអ្នកទម្ងន់ប៉ុន្មានបានហើយខ្ញុំបានប្រាប់អ្នកថាកុំឲ្យដុសវាអ្នកល្ងងបានអូសកាត់ដោយជោគជ័យចំណាយ2លាន6សែននេះជាកាត់ពិតរបស់អ្នកដូចដែលបានប្រាប់អ្នកកាត់របស់ខ្ញុំខ្លាំងខ្លាយតើចុងក្រោយអ្នកនឹងរកឃើញទេលួចតាមស្ត្រីកំពូលអ្នកមានម្នាក់នៅពីក្រោយក្នុងខ្ញុំសូមជួយ admin តាមរយៈ ABA ដើម្បីឲ្យ admin មានចំណូលទិញរឿងមកធ្វើភាពបន្តនិងឲ្យ admin មានបាយហូបបន្តទៀតកាលពីម្សិលមិញនៅក្នុងបារបងស្រីដែលទាញអ្នកខ្ញុំគិតថាការបញ្ចេញមិត្តរបស់នាងគឺចម្លែកនៅពេលនោះបែកគ្នាជាមួយគាត់មែនទេបន្ទាប់មកអ្នកតាមខ្ញុំឥឡូវនេះខ្ញុំក៏អូសកាត់អ្នកផ្សេងទៀតផងខ្ញុំនឹងមិនត្រូវបានចាប់ដោយគ្រូសាហ្វូទេកុំបារម្ភគាត់នឹងមិនហ៊ានទេត្រាប់ណាខ្ញុំនៅទីនេះខ្ញុំមិនបានរំពឹងថាអ្នកគួរឲ្យតាក់ទាញដូច្នេះគ្រូសាលីនហ្វូខ្ញុំទាំងអស់គ្នាអាចធ្លាក់នៅក្រោមសម្ពុតផ្លែទឹមរបស់អ្នកមកុដស្ដេចទានេះជាកម្មសិទ្ធិរបស់អ្នកតោះទៅបងស្រីតើពីរអ្នកនោះជាអ្នកណាហេតុអ្វីបានជាអ្នកគួរសមចំពោះគាត់តើអ្នកបានឃើញបុរសនោះទេព្រះអង្គគឺហ្វូយ៉ាហ៊ូព្រះអង្គម្ចាស់នៃត្រកូលហ្វូបន្ទាប់មកស្ត្រីដែលនៅក្បែរគាត់តើអាចថាគាត់ជាអនាគតភរិយាវ័យក្មេងនៃគ្រូសាហ្វូម៉ាក់
តើម៉ាក់គិតថាអ្វីដែរសេងតេងនិយាយនោះពិតឬមិនពិតគាត់ពិតជាបានភ្ជាប់ទំនាក់ទំនងជាមួយព្រះអង្គម្ចាស់នៃគ្រួសារហ្វូគ្រាន់តែគាត់ខ្ញុំក៏ចង់ឡើងលើគ្រែរបស់ព្រះអង្គម្ចាស់ដែរគាត់ក៏សំនឹងទទួលបានវាដែរគាត់គ្រាន់តែកុហកខ្ញុំតើខ្ញុំគួរធ្វើអ្វីយើងបានដាក់អ្វីគ្រប់យ៉ាងមិនអាចឲ្យគាត់រត់ចេញបានទេតើអ្នកខ្លាចអ្វីដរាបណាវានៅពិធីជប់លៀងនៅយប់ស្អែកការប្រកាសអាពាហ៍ពិពាហ៍របស់លោកជាមួយលោកគូនៅពេលដែលពេលវេលាមកដល់ទោះបីគាត់មិនព្រមក៏គាត់នៅតែទទួលស្គាល់ដែរគ្រាន់តែទូរស័ព្ទទៅលោកគូឥឡូវនេះហើយប្រាប់គាត់សេនថាងសេនតាងព្រោះតែចង់លួចទ្រព្យសម្បត្តិពីខ្ញុំអ្វីគ្រប់យ៉ាងនៅក្នុងគ្រួសារសិនជារបស់យើងស្អែកមានពិធីជប់លៀងនៅផ្ទះខ្ញុំធ្វើដំណើរជាមួយខ្ញុំបន្ទាប់មកស្លៀកពាក់ឲ្យបានល្អកុំខ្មាស់ខ្ញុំគ្រាន់តែបំភ័យពួកគេនៅថ្ងៃស្អែកខ្ញុំមិនចាំបាច់រៀបការទៀតទេដឹងហើយក ូនប្រុសអ្នកនិងក្មេងស្រីតូចនោះមកពីគ្រួសារសិនតើអ្នកសុខសប្បាយជាទេតើនាងយ៉ាងម៉េចដែរយល់ព្រមអញ្ចឹងនោះហើយជាវាប្រសិនបើអ្នកមិនចូលចិត្តវាប៉ុន្តែវានឹងមានតម្លៃថោកជាងសម្រាប់អ្នកដទៃតើអ្នកបាននិយាយអ្វីខ្ញុំបានឮថាគ្រួសារគូមានបំណងរៀបការជាមួយគ្រួសារសិនប្រសិនបើអ្នកមិនចូលចិត្តតើវាមិនមែនជាករណីនោះទេភរិយារបស់គ្រួសារគូខ្ញុំចង់ឃើញអ្នកណាហ៊ានលួចស្រីហ្វូយូហាវរបស់ខ្ញុំលោកហ្វូគ្រួសារសិនរៀបចំពិធីខួបកំណើតនៅយប់ស្អែកខ្ញុំបានផ្ដល់ការអញ្ជើញឲ្យអ្នកតើអ្នកទៅទេមិនចាំបាច់ប្រាប់គ្រួសារសិនទេសូមផ្ដល់ច្បាប់ចម្លងព័ត៌មានគ្រួសារសិនមកខ្ញុំផងបាទមិនក៏ប្រុសស្អាតម្នាក់នេះមិនលើកទូរស័ព្ទទម្លាក់ខ្សែសង្វាក់នៅពេលដ៏សំខាន់បំភ្លេចវាទៅអ្នកដឹងថាអ្នកមិនអាចពឹងលើគាត់បានទេធ្វើវាដោយខ្លួនឯងបងស្រីទីបំផុតអ្នកនៅទីនេះហើយអ្នករាល់គ្នាបានរងចាំអ្នកជាយូរមកហើយប៉ាក៏រៀបចំការភ្ញាក់ផ្អើលសម្រាប់អ្នកតើអ្នកកំពុងព្យាយាមលេងម្ដងទៀតនៅល្បិចអ្វីខ្លះអ្នកនឹងដឹងភ្លាមស្វាគមន៍អ្នកគ្រប់គ្នាមកចូលរួមអាហារថ្ងៃខួបកំណើតកូនស្រីខ្ញុំពេលយប់ចុះអាហារពេលល្ងាចយប់នេះខ្ញុំមានព្រឹត្តិការណ៍រីករាយមួយទៀតដើម្បីប្រកាសនោះមានន័យថាគ្រួសារសិនចង់រៀបការជាមួយគ្រួសារគូចាប់ពីពេលនេះទៅកូនប្រុសច្បងនៃគ្រួសារគូគាត់ជាកូនប្រសាររបស់គ្រួសារសិនរបស់ខ្ញុំមិនយល់ស្របទេតើអ្នកនិយាយលេងអំពីអ្វីខ្ញុំបាននិយាយវាច្រើនដងហើយខ្ញុំនឹងមិនរៀបការទេអ្នកចង់ប្រើកូនស្រីរបស់អ្នកខ្លាំងណាស់ដើម្បីឈ្នះលើគ្រួសារគូរៀបការជាមួយសិនលីនពិតមកឥឡូវនេះតាំងកុំបារម្ភខ្ញុំពិតជានឹងមើលថែអ្នកយ៉ាងល្អកុំប៉ះពាល់ខ្ញុំadmin មានសេវាកម្មគ្រប់គ្រង page book page មានលក់ page ខ្មែរចាប់ពី 5k ដល់ 500k មានលក់ page VIP book live និង page flow verify និងមានទទួលដោះស្រាយរាល់បញ្ហាបច្ចេកទេស page សូមជួយ admin តាមរយៈ ABA ដើម្បីឲ្យ admin មានចំណូលទិញរឿងមកធ្វើភាពបន្តនិងឲ្យ admin មានបាយហូបបន្តទៀត